ជាដំបូងយើងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាមិត្តអ្នកសិក្សាទាំងអស់គ្នាពួកខ្ញុំមកពីក្រុមទី3ថ្នាក់គីមីវិទ្យានៅវិទ្យាស្ថានគ្រូកសោរាជធានីភ្នំពេញនេះខ្ញុំឈ្មោះសុអ្នកស្មីខ្ញុំឈ្មោះប៉ាន់ផានីនេះខ្ញុំឈ្មោះឆុងសុបិដាហើយចំពោះវីដេអូរបស់ពួកយើងថ្ងៃនេះគឺនិយាយពីប្រធានបទនៃសម្ភារៈឧបទេសនិងការពិសោធន៍សម្រាប់មេរៀនអាស៊ីតបាក់អញ្ចឹងដើម្បីឲ្យឆ្លើយតបទៅនឹងប្រធានបទដែលពួកខ្ញុំបានទទួលបានហ្នឹងគឺការផលិតសម្ភារៈឧបទេសសម្រាប់ការពិសោធន៍អាស៊ីតបាក់អញ្ចឹងពួកខ្ញុំបន្ទាប់ពីរៀនចប់នាទីនេះសាលាគោលដៅរបស់ពួកខ្ញុំអាចជាតំបន់ដាច់ស្រយាលអញ្ចឹងការដាក់តំបន់ដាច់ស្រយាលវាអាចនឹងខ្វះខាតឧបករណ៍ក្នុងការពិសោធន៍សារធាតុគីមីក្នុងការពិសោធន៍អញ្ចឹងពួកខ្ញុំត្រូវរកសម្ភារៈមួយចំនួនក៏ដូចជាសារធាតុគីមីមួយចំនួនងាយៗដែលអាចប្រើបាននិងអាចពន្យល់ទៅកាន់សិស្សានុសិស្សបានអញ្ចឹងថ្ងៃនេះពួកខ្ញុំបានផលិតសម្ភារៈឧបទេសឬក៏ទិញសម្ភារៈឧបទេសដែលងាយស្រួលរកនិងសារធាតុគីមីមួយចំនួនដែលអាចងាយរកនៅគៀនខ្លួនបានហ្នឹងសម្រាប់ការពិសោធន៍ហ្នឹងអញ្ចឹងនេះគឺជាសារធាតុនិងសម្ភារៈទាំងនោះនេះគឺជាកែវជ័រទុយោហើយនេះគឺជាកែវជ័រដែរដែលពួកខ្ញុំបានក្រិតដោយខ្លួនឯងហើយនេះគឺជាសារធាតុចង្អុលពណ៌ដែលខ្ញុំប្រើពីផ្កាមេអំបៅនេះហើយនេះគឺជាអាស៊ីតអាសេតិកឬទឹកខ្មេះដែលយើងអាចរកបាននៅគៀនខ្លួនយើងហ្នឹងហើយនេះគឺជាកាល់ស្យូមអ៊ីដ្រុកស៊ីតឬទឹកកបោរថ្លាដែលយើងអាចយកវាបានមកពីទឹកកបោរនេះជាមួយទៅហើយយើងច្រោះវាមកហើយនេះគឺជាសារ៉ាំងសម្រាប់បូមសូលូស្យូងទាំងពីរហ្នឹងអញ្ចឹងមុននឹងយើងបានដឹងរួចមកហើយអំពីសម្ភារៈឧបទេសនិងសារធាតុគីមីដែលយើងយកមកចំនួនឥឡូវយើងមកតេស្តអំពីអាស៊ីតវិញម្ដងអញ្ចឹងបើសិនជាវាជាអាស៊ីតនៅពេលដែលយើងបន្តអង្គធាតុចង្អុលពណ៌ទៅគឺវានឹងប្រែពណ៌ទៅជាពណ៌ផ្កាឈូកឥឡូវយើងមកធ្វើការតេស្តទាំងអស់គ្នាតោះអញ្ចឹងឥឡូវគឺយើងនឹងធ្វើការចាក់ទឹកខ្មេះចូលក្នុងកែវក្នុងបរិមាណមួយសមស្របទៅហើយបន្តមកទៀតគឺយើងនឹងដាក់អង្គធាតុចង្អុលពណ៌របស់យើងចូលដើម្បីពិនិត្យមើលពណ៌របស់អាស៊ីតរបស់យើងអញ្ចឹងយើងឃើញថាអាស៊ីតរបស់យើងគឺវាប្រែពណ៌ទៅជាពណ៌ផ្កាឈូកបាទមិញយើងបានឃើញពីពណ៌របស់អាស៊ីតរួចហើយគឺពណ៌ផ្កាឈូកនៅពេលដែលវាលាយជាមួយនឹងទឹកមេអំបៅដែលជាអង្គធាតុចង្អុលពណ៌ឥឡូវយើងមកមើលពាក់ព័ន្ធជាមួយនឹងបាសឬក៏កាល់ស្យូមអ៊ីដ្រុកស៊ីតរបស់យើងវិញតើវានឹងលាយពណ៌ចេញពណ៌បែបណានៅពេលលាយជាមួយនឹងទឹកមេអំបៅដែលជាអង្គធាតុចង្អុលពណ៌បាទឥឡូវយើងនឹងធ្វើការចាក់បាសចូលទៅក្នុងកែវមុនសិនបើសិនជាសូស្យងនេះវាជាសូស្យងបាសអញ្ចឹងនៅពេលប៉ះជាមួយនឹងអង្គធាតុចង្អុលពណ៌ឬក៏ទឹកមេអំបៅនេះគឺវានឹងដូរពណ៌ទៅជាពណ៌បៃតងឥឡូវយើងធ្វើការតេស្តថាវាពិតឬក៏អត់បាទដោយសារពណ៌វាមើលទៅដូចជាមិនតាន់ប្រែបានល្អឥឡូវយើងនឹងថែមបន្តិចទៀតដើម្បីឲ្យវាឃើញពណ៌ច្បាស់បាទឥឡូវយើងឃើញថាវាចេញពណ៌បៃតងដូចយើងបាននិយាយមិញហ្នឹងមែនអញ្ចឹងមានន័យថានេះគឺជាបាសអញ្ចឹងបន្ទាប់ពីបានតេស្តអត្តសញ្ញាណបាសនិងអាស៊ីតហើយដែលយើងបង្ហាញថាទឹកកបោរថ្លាហ្នឹងគឺជាបាសបន្ទាប់ពីវាដូរទៅជាពណ៌បៃតងហើយទឹកខ្មេះហ្នឹងគឺជាអាស៊ីតបន្ទាប់ពីវាដូរទៅពណ៌ផ្កាឈូកអញ្ចឹងនៅពេលនេះយើងត្រូវពិសោធន៍រវាងអាស៊ីតនិងបាសម្ដងគឺទឹកកបោរថ្លាហើយនិងទឹកខ្មេះអញ្ចឹងបន្ទាប់ពីយើងលាយវាចូលគ្នាហើយយើងប្រើអង្គធាតុចង្អុលពណ៌ទឹកផ្កាមេអំបៅនេះអញ្ចឹងបើសិនជាវាដូរទៅជាពណ៌ស្វាយអញ្ចឹងមានន័យថាប្រតិកម្មពិតជាកើតមានមែនអញ្ចឹងពួកខ្ញុំនឹងចាប់ផ្ដើមពិសោធន៍ឥឡូវនេះឥឡូវខ្ញុំនឹងធ្វើការចាប់ផ្ដើមបូមទឹកខ្មេះនេះចាក់ចូលក្នុងកែវជ័រនេះដែលយើងជំនួសឲ្យកែវបេសារបស់យើងដែលទឹកខ្មេះនឹងដែរគឺយើងបូមវាចំនួន20មីលីលីត្រចំនួន2ដងដោយសារតែសារ៉ាំងគឺយើងមានចំណុះ12មីលីលីត្រតោះចាប់ផ្ដើម
ហើយបន្តមកទៀតគឺយើងធ្វើការបូមយកបាសចំនួន10 ml ដើម្បីដាក់ចូលទៀតគឺយើងធ្វើការកលែងវាបន្តិចទៅដើម្បីវាមានប្រតិកម្មមួយគ្នាហើយបន្ទាប់យើងធ្វើការដាក់សារធាតុចង្អុលពណ៌ដែលជាទឹកមេអំបៅនេះចូលចំនួន2រយោដើម្បីមើលពណ៌របស់វានិងការប្រែប្រួលពណ៌ឥឡូវយើងឃើញថា solution របស់យើងហ្នឹងគឺវាប្រែពណ៌ទៅជាពណ៌ស្វាយដែលបញ្ជាក់បានថាគឺអាស៊ីតនិងបាសរបស់យើងហ្នឹងគឺវាមានប្រតិកម្មជាមួយគ្នា អញ្ចឹងបន្ទាប់ពីពួកខ្ញុំបានធ្វើការពិសោធន៍ហើយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួយបញ្ចេញមតិយោបល់ស្ថាបនាហើយបើសិនជាមានកំហុសខុសឆ្គងក៏ពួកខ្ញុំសូមអភ័យទោសផងដែរសូមអរគុណ